ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ដែលចូលមកកាន់ Channel សម្បត្តិដំណើររឿងដែលសាច់រឿងរបស់យើងហ្នឹងគឺបានការចែកម្លែកមកពីបងប្រុសម្នាក់ដែលគាត់គឺជាអ្នករត់ pass up នៅពេញណាអញ្ចឹងគាត់ក៏បានចែកម្លែកមក admin អញ្ចឹងទៅដែលសាច់រឿងរបស់គាត់ហ្នឹងគាត់និយាយមកប្រាប់ admin ហើយគឺស្ដាប់ទៅគឺមានអារម្មណ៍ថាព្រឺព្រួយខ្លាចបងប្អូនទាំងអស់គ្នាហ្នឹងហើយដែលហេតុការណ៍គាត់គឺជួបហ្នឹងគឺរបៀបថាក្នុងមួយជីវិតគាត់គឺជួបម្ដងពេលហ្នឹងគឺខ្លាចខ្លាំងណាស់បងប្អូនហ្នឹងហើយតែរឿងរបស់គាត់ហ្នឹងគឺគាត់បានដឹកនារីម្នាក់អញ្ចឹងណាដល់ពេលហ្នឹងគាត់ដឹកពេលយប់ទៀតហើយត្រូវទឹកចេញពីពេញទៅដល់ខេត្តយើងឆ្ងាយគួរសមដែរអញ្ចឹងណាអញ្ចឹងគាត់ត្រូវរត់ដឹកដើម្បីជូនគេទៅដល់ខេត្តហ្នឹងអញ្ចឹងទៅហើយពេលហ្នឹងគឺគាត់បានជួបរឿងថាចម្លែកច្រើនណានៅលើ WhatsApp ដែលគាត់ពេលគាត់ដឹកហ្នឹងណាអញ្ចឹងadmin សុំប្រាប់ត្រឹមហ្នឹងអញ្ចឹងណាចាំយើងទាំងអស់គ្នាស្ដាប់សាច់រឿងរបស់យើងលម្អិតទាំងអស់គ្នាទៀតហើយហ្នឹងហើយបងប្អូនទាំងអស់គ្នាដែលចូលមកស្ដាប់ហ្នឹងកុំភ្លេចជួយចុច Subscribe មកដល់ Channel admin អ្នកមួយផងហើយកុំភ្លេចដាក់រូបកណ្ដឹងដើម្បីបានរឿងរបស់យើងហ្នឹងល្អមើលល្អស្ដាប់អីចឹងទៀតណាអញ្ចឹងកុំឲ្យខាតពេលយូរអញ្ចឹងយើងចូលទៅស្ដាប់សាច់រឿងរបស់ដែលលោកពូហ្នឹងគាត់បាននិយាយប្រាប់មក admin អញ្ចឹងដែលសាច់រឿងរបស់យើងហ្នឹងលោកពូម្នាក់ហ្នឹងគឺគាត់មានឈ្មោះថាបងខ្ញុំហៅថាបងភៀបចុះតែពិតមិនមែនគាត់ឈ្មោះបងភៀបទេតែខ្ញុំ admin ក៏សុំដាក់ឈ្មោះគាត់ឈ្មោះបងភៀបទៅដើម្បីសួរហៅអញ្ចឹងណាដែលការសាច់រឿងហ្នឹងគឺគាត់បានកាត់ឡើងក្នុងឆ្នាំប្រហែលជា2015-16នេះឯងហើយបងភៀបគាត់គឺរស់នៅភ្នំពេញអញ្ចឹងណាគាត់គឺនៅបន្ទប់ជួលមួយកន្លែងហើយបងភៀបហ្នឹងគឺគាត់មានគ្រួសារមានអីដែរអញ្ចឹងណាហើយមានកូនមួយហើយអញ្ចឹងទៅគាត់ពេលព្រឹកអញ្ចឹងទៅគាត់តែងតែទៅរត់ដប់ pass up អីចឹងបងប្អូនថ្ងៃខ្លះក៏បានថ្ងៃខ្លះក៏អត់អីអញ្ចឹងទៅបន្ទាប់ពីគាត់ទៅរត់ pass up ពេលព្រឹកអីអញ្ចឹងហើយថ្ងៃឡើងគាត់មកផ្ទះញ៉ាំបាយអីអញ្ចឹងសម្រាប់អីបន្តិចបន្តួចហើយដល់ថ្ងៃគាត់ត្រូវជូនកូនគាត់ហ្នឹងដែលកូនស្រីគាត់ហ្នឹងគឺមានអាយុប្រហែលជា6ឆ្នាំអញ្ចឹងគាត់ត្រូវជូនកូនគាត់ទៅរៀននៅសាលារដ្ឋមួយអញ្ចឹងណាអញ្ចឹងពេលដែលគាត់ថ្ងៃឡើងគាត់ញ៉ាំបាយញ៉ាំអីហើយអញ្ចឹងទៅគាត់ត្រូវជូនកូនគាត់ទៅរៀនពេលថ្ងៃហ្នឹងសិនអញ្ចឹងទៅតល្ងាចម៉ោង5អីទៅបានគាត់ទៅយកកូនគាត់ចេញពីរៀនបន្ទាប់ហើយបានគាត់មកផ្ទះវិញមានថ្ងៃមួយហ្នឹងគាត់ពេលព្រលឹមឡើងអញ្ចឹងគាត់ងើបពីគេងើបអីអញ្ចឹងណាបន្ទាប់មកគាត់ក៏ទៅរត់ដប់ pass up អីធម្មតាទេប៉ុន្តែថ្ងៃហ្នឹងអត់ដឹងមិនទេគាត់និយាយគឺគាត់ដប់អីអត់បានសោះហ្មងគឺរបៀបថាគាត់អត់ដឹងថាវាមិនហ៎បងប្អូនដូចថាគាត់ដឹកអត់បានទេថ្ងៃហ្នឹងអញ្ចឹងក៏គាត់ថ្ងៃម៉ោងប្រហែលជាខ្ទង់ម៉ោង10អីហ្នឹងគឺគាត់មកផ្ទះវិញមកសម្រាកអញ្ចឹងទៅដល់ទៅគាត់ពេលថ្ងៃត្រូវជូនកូនគាត់ទៅរៀនវិញអញ្ចឹងណាតបមកបានគាត់ជូនកូនគាត់ទៅរៀនទៅអីហើយគាត់ក៏ថ្ងៃឡើងក៏រត់ដឹករត់អីទៀតប៉ុន្តែពេលថ្ងៃក៏អត់មានមនុស្សដែរនិយាយទៅថ្ងៃហ្នឹងបងប្អូនគឺគាត់ថាដឹកអីអត់មានបានអីសំបីម្នាក់អញ្ចឹងណាអញ្ចឹងគាត់ក៏ពេលល្ងាចហ្នឹងគាត់ក៏បានទៅយកកូនគាត់ចេញពីរៀនអីវិញធម្មតាបន្ទាប់មកគាត់ក៏ល្ងាចហ្នឹងក៏ឆ្លៀតពេលដោយសារគាត់ថ្ងៃហ្នឹងដឹកអត់បានណាបងប្អូនអញ្ចឹងហើយគាត់ក៏ពេលល្ងាចហ្នឹងក៏គាត់ចេញពីផ្ទះហ្នឹងក៏រត់មកក្រៅអីដឹកបន្តទៀតអីចឹងទៅតែគឺដឹកអត់បានទេតោះខ្ទង់ប្រហែលជាម៉ោង 7 បងប្អូនពេលហ្នឹងគាត់បំរុងនឹងមកផ្ទះវិញហើយគាត់បំរុងមកផ្ទះស្រាប់ពេលហ្នឹងគាត់ក៏បានជីកកាត់នៅកន្លែងផ្លូវមួយកន្លែងណាបន្ទាប់មកក៏មានមនុស្សស្រីម្នាក់ហ្នឹងនិយាយទៅមើលទៅវារៀងចម្លែកអីអញ្ចឹងណាហើយគាត់ពាក់ម៉ាស់ពាក់អីអញ្ចឹងទៅបន្ទាប់មកគាត់ក៏បានហៅបងភាហ្នឹងឲ្យជួយជូនគាត់ទៅរបៀបថាដឹកគាត់ទៅកន្លែងផ្ទះគាត់ណាដូចរបៀបថាផ្ទះគាត់រៀងឆ្ងាយគួរសមដែររបៀបថាដូចនៅរៀងខេត្តអីដែរអញ្ចឹងបងប្អូនហើយគាត់ក៏បានឲ្យបងភៀហ្នឹងជូនគាត់ទៅបងភៀបហ្នឹងគាត់រៀងគិតអេះអញតិចអីតិចគាត់ថារៀងឆ្ងាយផងអីផងគាត់អត់សូវចង់ទៅប៉ុន្តែគាត់ថាថ្ងៃនេះដូចជាដឹកអីអត់បានទេអ
chẳng có quạt sầm rạch chất tha chun ở nề rim nè nắng từ tiệc quạt anh chẳng tới bắt đầu máu bóng phép nắng quạt có ban ở đặc quạt tới quạt chi tam pleu bả để tranh pìm pin từ ban phai chia buôn đọc lỗi nắng về nắng mê chấp đa mà lầm sạch trắng á hai tam pleu năng tiết cư ở sơ miền mà tàu rồi còn lan chí ấy chở này nơi lừa pleu năng hai bên năng đá bóng phép nắng quạt có cất nông chất tha hai đấy ban ở pe quạt chi tăng pìm pin đặc lăng hô trên pìm pin tơ pot chuyện ngay đai hai trắng có ọt lư mà nè sấy năng giấy ấy thằng on gì đó quạt mà nè sấy nó cứ quạt ọt miên giấy ấy sống bay vào mặt anh trắng á hai quạt có ban có bằng xô nom ấy nhiều quạt chi trắng đài phù quạt cất tha lô game sâu trong giấy ấy chờ nên trắng tới hay là mỗi kê chìm được sấy được ấy po ngọ chẳng hay bóng phép nó quạt có chi ở từ tam pleu để quạt thử ở chun từ nó á quạt chi hai chuyện đọc này ti tiết về nó đọc pleu để tha thử bọt pleu bay chị buồn á thử bọt đam chẳng có là thử bọt đam lang từ tia tam pleu ở tia này rìm nè năng hai đập p tam pleu bọt đam năng tiết sao đó bóng ổn có tha pleu nó pleu đầy thiệt pleu đầy anh chẳng từ thấy vì hiện mình có hộp vì mình ấy chẳng á hay tam pleu nó nơi sau kháng ở sơ chạy tha ở sơ miền đám chơi chờ này vì riêng ngặt anh chẳng đái á hay pleu nó tu tiệt và hai chỉ tung buôn mai đây bằng ổn pleu vì tôi phong hai bên nó đái mây tại plieng lầm nó cứ bên nó có ở toàn reng điệt vì nó ta hiện ở lâm sẽ hay hiện từ che anh chẳng á chi tam pleu bù vì tha hiện người ta trâu đọc pleu nó chập đam vì mây hiện từ che tịch chẳng từ và tọt máu bóng phép nó có ban xua nom này riêng nè năng tha nè điên ấy chẳng tha te nè điên chặt đòn nữ ấy nên nữ chẳng á tọt máu ri đại chi nó tam khối nó có ban vậy từ can bóng phép anh tha chặt đó lại te con nơi một tịch tiết nơi hàng chơi đai anh chẳng á hai bên nó bóng phép của cọt ở bên cất ấy trở này của cất tháng và chỉ chặt đòn lên chẳng á hay bên năng đá có miên ở kê mà tàu pi bình tàu chứ có chi tam pleu đã quạt bọt trâu năng đài còn tha chi mũi môi ấy chứ bóng ổn bên năng mà tàu đã chi tam khối của nó có ngò xua pu năng tên này ấy chẳng á tọt máu bóng phép có quạt giấy phẹt mà tàu bên ấy chẳng là thắng quạt chọp được nhiều tia hàng mốc nữa để tiết đo lên chẳng tới đó hay bong môi chìm tàu quạt phùng chi bài kia năng đó hay quạt có hiền giấy phép thà quạt ni ấy là việc khơi ấy nó bị khổ như chẳng này là việc chẳng á cả mọi quạt là việc tha quạt phây quạt khai ấy chẳng á hỏi bong pro đại chim tàu nó quạt có chi tới phổ quạt ở hiền giấy phép á hay pe nó đang mày ăn bong bồn quạt tha chi tư ba hai chỉ tung phèm này ti và mùi ti tiên chắc có tha quạt cái trong gia người rim này nó phèm quạt tha tịch thiết đo te qua đây tha này chật này tê này chuẩn này chẳng đây ta quạt chi du tơ chẳng á vì đó ta ngặt tư lên miên mà to lên miên ấy chi tam khối quạt chẳng á trời tha mà pleu nó cứ miên ta quạt ta mà nẹ tê nó lừa pleu năng đập về quạt chi tới một anh tí tiết chắc bao bồn quạt có khơi nhờ miền phượng tia nè phum kia nó nắng pha chia pi bảy te hay chẳng á kia lụa đô lụa chập hôi ai nâu nắng chẳng á kia toàn bắt đề bằng bồn hay bằng phép nắng quạt có hiện xảy tật pe bằng phép quạt xảy tật chẳng pe nó quạt chi thật đo lại tia lại kia lụa chập hôi gì chẳng á quạt có xông nè rim nè nó xông chọc quạt tinh tắc nham anh tịnh chẳng á nè bộ quạt chi mà hiện ngay chẳng quạt hiện xảy tật xảy ấy á bằng bồn đập pe hai quạt có ban cho là tinh tắc cả lại tàu y lụa chập hôi năng từ và tọt máu y để lụa chập hôi đó y nó là việc tha quạt xua từ bóng phép nó có tha còn ai mau pin này anh trắng nè mạch bản chi pleu năng đặc ấy hay đặc vì nà kê tên này ấy chẳng từ hai bóng phép có quạt ban để tha ý nhưng mà đặc nhiều từ tia một nên tích ở đây chất đo này chẳng nè tại sao xảy tắc xảy ấy chẳng tới có quạt cho mà tinh tắc nham ấy chẳng nè
ហើយអ៊ីហ្នឹងក៏គាត់អត់សួយទៀតដែរបងប្អូនបន្ទាប់មកបងភៀបគាត់ក៏ឡើងលើ pass up វិញអញ្ចឹងទៅគាត់ក៏បន្តដំណើរទៅមុខទៀតពេលដែលគាត់ជិះទៅប្រហែលជាខ្ទង់10ម៉ែត្រគាត់ក៏បានមើលអាកញ្ចក់ pass up គាត់ហ្នឹងមើលទៅគាត់មើលទៅក្រោយមើលកន្លែងផ្ទះដែលគាត់ឈប់ទិញទឹកមិញបងប្អូនពេលហ្នឹងគាត់ថាគាត់គ្រាន់តែជិះចេញពីហ្នឹងបន្តិចស្រាប់ផ្ទះហ្នឹងគេបិទភ្លើងយកហ្មងរបៀបថាដូចបិទលឿនហ្មងហើយអាផ្ទះគេដែលនៅក្បែរគេហ្នឹងប្រហែលជាពីផ្ទះបើកភ្លើងហ្នឹងក៏បានបិទដូចគ្នាអញ្ចឹងដែរពេលហ្នឹងគាត់ក៏រៀងចម្លែកចិត្តក្នុងចិត្តថាគ្រាន់តែឈប់ទិញទឹកនៅមានភ្លើងទេគ្រាន់តែគាត់ចេញពីកន្លែងផ្ទះនៅមួយផ្លែតស្រាប់បិទភ្លើងអីទាំងអស់គ្នាអញ្ចឹងណាគាត់រៀងចម្លែកចិត្តបន្តិចរៀងខ្លាចអ៊ីបន្តិចទៅហើយគាត់ក៏បន្តដំណើរជិះទៅមុខទីចឹងទៀតណាព្រោះដោយសារអីផ្លូវហ្នឹងវារៀងពិបាកជិះវារៀងកលុកអីអញ្ចឹងណាចឹងជិះអត់បានលឿនទេហើយពងភាពគាត់ក៏បានសួរទៅនារីហ្នឹងទៀតហើយថាចាផ្ទះចាឯងចិត្តដល់នៅអីនៅចឹងណាព្រោះដោយសារពេលហ្នឹងគាត់មើលម៉ោងទៅម៉ោងវារៀងយប់ម៉ោងប្រហែលជាខ្ទង់ចូលម៉ោងប្រហែលជា9កន្លះជាង7 10យប់អីដែរអញ្ចឹងណាព្រោះវារៀងយប់ដែរអញ្ចឹងត្រូវគាត់ចំណាយពេលទៅវិញវារៀងឆ្ងាយអញ្ចឹងទៅតបមកចាយស្រីម្នាក់ហ្នឹងគាត់ក៏បាននិយាយប្រាប់បងភាពវិញថាចិត្តដល់ឲ្យពូនៅខាងមុខទៀតដល់ផ្ទះគាត់ហើយពេលហ្នឹងបងភាពគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍មួយគិតថាមុនហ្នឹងសួរគាត់គាត់ថាចិត្តដល់ផ្ទះគាត់ហើយជិះឡើងរៀងឆ្ងាយដែរអញ្ចឹងណាហើយជិះឡើងរៀងយូរអញ្ចឹងដែរឥឡូវអត់ទាន់ដល់ផ្ទះទៀតថាឥឡូវនៅមុខទៀតគាត់ក៏ចម្លែកចិត្តគិតថាដូចសង្ស័យមិនដឹងអីចឹងណាពេលហ្នឹងគាត់ក៏បានជិះទៅមុខបន្តិចទៀតអីចឹងទៅបន្ទាប់មកក៏ជិះតាមផ្លូវហ្នឹងសុកចឹងទៅស្រាប់តែពេលហ្នឹងដូចរបៀបមានសัตว์អីមួយចឹងបងប្អូនដូចរបៀបហូតបុកpass up គាត់បុកផាំងឡើងគឺអញ្ចឹងទៅបន្ទាប់មកគាត់ក៏ជិះផុតកន្លែងបុតហ្នឹងមកបន្តិចហ្នឹងរបៀបថាគាត់ឆ្ងល់ថាសัตว์អីហូតមកបុកអីអញ្ចឹងណាស្រាប់ពេលហ្នឹងគាត់ឈប់ pass up ពឹបគាត់ចុះទៅមើលអីចឹងថាគីឡូវាមានខូចខាតបែកបាក់អីក៏ពិតអីលេណា pass up គាត់អីអញ្ចឹងបងប្អូនហើយពេលគាត់ចុះទៅមើលហ្នឹងគឺអត់មានកពិតអីខូចខាតឬក៏របកថ្នាំអីគឺអត់មានសូម្បីមកបន្តិចហើយគាត់ក៏ដើរកន្លងមកជុំ pass up គាត់អញ្ចឹងណាគាត់មើលទៅដូចអត់មានអីទេហើយគាត់ក៏លេចមើលទៅក្រោយទៅអាកន្លែងដែលអាសัตว์ហ្នឹងរត់មកបុកក៏អត់ឃើញសัตว์ហ្នឹងទៀតអញ្ចឹងគាត់ចាប់ផ្ដើមមានចិត្តមួយគិតថាដូចមានអារម្មណ៍មិនដឹងឯងដូចចម្លែកអីចឹងណាគ្រាន់ជីសុកមិញសัตว์អីមកបុកក្តាំងបងប្អូនគិតមើលណាមិនភ័យណាមិនស្រឡាញ់របស់ថាដូចយើងហត់ដប់ហត់អីចឹងរបស់យើងថែយើងស្រឡាញ់អីអញ្ចឹងណាហើយពេលដែលគាត់ដើរកន្លងមកជុំហ្នឹងអត់ឃើញអាសัตว์ដែលវាបុកហ្នឹងអញ្ចឹងទៅក៏គាត់មានអារម្មណ៍ថាដូចរៀងរត់តាចម្លែកចិត្តអីទៀតព្រោះដំបងទៅទិញទឹកគេជីចេញបន្តិចផ្ទះអីហ្នឹងបិទភ្លើងដល់ឥឡូវជីរបៀបដូចសัตว์អីហត់មកបុកអត់ឃើញសัตว์ហ្នឹងទេគាត់ចាប់ផ្ដើមរៀងខ្លាចម្ដងតិចពេលហ្នឹងគាត់ក៏ឡើងលើ pass up គាត់ក៏ជិះទៅមុខទៀតអីចឹងទៅតែក្នុងចិត្តគាត់ពេលដែលគាត់កំពុងជិះបងប្អូនគាត់គិតថាដូចរៀងចង់ទៅផ្ទះវិញរបៀបថាដូចចង់ឲ្យតម្លាក់ចាយហ្នឹងនៅកន្លែងហ្នឹងអីអញ្ចឹងណាគាត់លែងចង់ទៅមុខអីទៀតហើយបងភាពគាត់ក៏បានសួរទៅចាយទៀតថាចាយផ្ទះចាឯងចិត្តដល់នៅព្រោះជិះទៅដល់ឡើងរៀងឆ្ងាយដែរតែអត់ទាន់ទៅដល់អីអញ្ចឹងណាពេលហ្នឹងគាត់លក្ខណៈថាចាយហ្នឹងអត់និយាយអីទេហើយបងភាពហ្នឹងគាត់សួរឡើងអញ្ចឹងហើយរៀងយូរដែរតែចាយហ្នឹងអត់និយាយអត់អីអញ្ចឹងណាបន្ទាប់មកដឹងមិនអត់បងប្អូនបងភាពគាត់ជិះទៅមុខបន្តិចតាមផ្លូវហ្នឹងអញ្ចឹងណាហើយម៉ូតូគាត់របៀបថាមានកញ្ចក់មើលទៅក្រោយអីចឹងអាចកឡៃដាក់ពីមុខគាត់ដើម្បីមើលភ្ញៀវអង្គុយខាងក្រោយអីបងប្អូនគាត់ថាគាត់ក៏ជីចឹងទៅគាត់ក៏លេចមកឆ្វាច់ភ្នែកគាត់មើលទៅក្រោយហ្នឹងគាត់ថាឃើញមានមនុស្សអង្គុយលើ pass up គាត់ហ្នឹង3នាក់សុទ្ធតែមនុស្សស្រីគាត់ឃើញដល់ហើយគាត់មើលមកផ្លែតទៀតក៏បាត់ទៅវិញហើយបន្ទាប់មកគាត់ក៏ជីចឹងទៀតគាត់ក៏លេចភ្នែកទៅមើលអាកញ្ចក់ហ្នឹងទៀតគាត់ឃើញមានមនុស្សម្ដងឡើងឃើញមានមនុស្ស3នាក់ឯងមានមនុស្ស2នាក់ម្ដងពេលហ្នឹងបងប្អូនគ្រាន់តែគាត់ឃើញមានមនុស្ស2នាក់ហ្នឹងភ្លាមក្នុងចិត្តគាត់ក៏ថារៀងចាប់ផ្ដើមរៀងគិតថាប្រហែលជាខ្មោចលងគាត់អីអញ្ចឹងណាហើយគាត់ថាគាត់ព្រឺខ្លាំងមែនទែនខ្លាចបងប្អូនព្រោះរបៀបថាជួបហេតុការណ៍ចម្លែកអីច្រើនអញ្ចឹងណា
ដល់ពេលគាត់កលេចមើលមកខ្វាយទៀតគឺបាត់មនុស្សអស់លេងគេថាមានឃើញតែចាយនឹងនៅម្នាក់ឯងអញ្ចឹងណាដល់ពេលហើយជីបានទៅប្រហែលជាបាន100-200 ម៉ែត្រទៅមុខទៀតបងភាពគាត់ថាគាត់ក៏មើលកញ្ចក់តាមក្រោយហ្នឹងស្រាប់តែឃើញមុខចាយម្នាក់ហ្នឹងណាបងប្អូនគាត់ថាមុខពេលហ្នឹងអត់ដូចមុខពីពេលមុនទេគាត់ថាមុខចាយហ្នឹងចាប់ផ្ដើមប្រែប្រួលរបៀបមុខចាប់ផ្ដើមរបៀបថាមានឈាមមានអីអញ្ចឹងណាដល់ពេលហ្នឹងបងភាពរបៀបថាគាត់យល់មកគាត់ថាគាត់ជាខ្មោចលងគាត់ 100% ហើយពេលហ្នឹងបងភាពហ្នឹងគាត់ក៏របៀបថាគាត់ក៏បានតាំងអារម្មណ៍គាត់គឺថាកុំឲ្យខ្លាចកុំឲ្យភ័យអញ្ចឹងណាបន្ទាប់មកគាត់របៀបថាក៏ឈប់មើលកញ្ចក់ហ្នឹងទៅដល់ពេលគាត់ជិះទៅមុខមកបន្ទុះទៀតបងប្អូនផ្លូវវារត់តែស្ងាត់ហើយដើមឈើធំក៏ច្រើនទៀតដល់គាត់ក៏លេចមើលទៅខាងក្រោយកញ្ចក់គាត់ហ្នឹងក៏ឃើញសិទ្ធិមនុស្សស្រីហ្នឹងប្រែមកជាធម្មតាវិញអញ្ចឹងទៅបន្ទាប់មកម្នាក់ស្រីចាយម្នាក់ហ្នឹងក៏គាត់និយាយថាពូឈប់នៅហ្នឹងហើយពូអារបៀបសលេងឈប់នៅហ្នឹងហើយពូឈប់នៅហ្នឹងហើយពូសលេងរបៀបយ៉ាងប្រហើអញ្ចឹងណាស្ដាប់ទៅយ៉ាងព្រួយពូលឿថាគាត់ខ្លាចបរោយអញ្ចឹងណាហើយបងភាពក៏គាត់ឈប់ហ្នឹងទៅហើយបន្ទាប់មកចាយហ្នឹងគាត់ក៏បានប្រាប់បងភាពថាពូចាំនៅហ្នឹងតិចហើយចាំគាត់ចូលទៅផ្ទះគាត់ហើយចាំគាត់ចេញមកវិញយកលុយឲ្យអីអញ្ចឹងណាហើយបងភាពនោះគាត់ក៏និយាយដែរគាត់ថាហ្នឹងហើយអត់អីអូនណៃចូលទៅសិនទៅតែកុំយូរពេកអីចឹងណាព្រោះវាស្ងាត់ដែរនេះអញ្ចឹងណាដល់ពេលចាយម្នាក់ហ្នឹងគាត់ដើរចូលទៅតាមផ្លូវដែលផ្លូវទៅផ្ទះគាត់អីអញ្ចឹងបងប្អូនគាត់ថាចូលទៅភ្លាមមេឃដែលកំពុងរៀងអលឹមស្អីពេលគាត់ជិះមកហ្នឹងបងប្អូនគាត់ថាឈប់អលឹមភ្លាមហ្មងលេងអលឹមលេងអីអស់អញ្ចឹងណាបន្ទាប់មកគាត់នៅចាំកន្លែងផាសស្អាតហ្នឹងប្រហែលជាអត់យូរទេបងប្អូនគាត់ថាអង្គុយចាំដែរចាយហ្នឹងគាត់ចូលទៅផ្ទះដើម្បីយកលុយមកឲ្យគាត់គាត់ថាប្រហែលជាចាំប្រហែលជា3នាទីទៅ5នាទីគាត់ថាចាំពេលហ្នឹងមានអារម្មណ៍ថាដូចវារៀងយូរបងប្អូនហើយគាត់គិតក្នុងចិត្តថាហេតុអីបានចាយចូលទៅថាសុំទៅតាមមួយផ្លែតអីអញ្ចឹងចូលទៅយកលុយឲ្យអីអញ្ចឹងណាចូលទៅរៀងយូរអីដែរអញ្ចឹងអត់ឃើញចេញមកអញ្ចឹងណាហើយគាត់បង្ភាពហ្នឹងគាត់គិតថាប្រហែលជាអញថ្ងៃហ្នឹងខ្មោចលងអញហើយមើលទៅអីចឹងណាគាត់គិតអញ្ចឹងទៅហើយពេលហ្នឹងដឹងមកយ៉ាងបងប្អូនបងភាពគាត់ថាគាត់លែងចង់បានលុយចាយម្នាក់ហ្នឹងហើយគាត់គិតថាចាយម្នាក់ហ្នឹងគឺជាខ្មោចឯព្រោះម៉ែណាដឹកទៅតាំងពីយូរណាស់មកឆ្ងាយទៅអីចឹងណាតាំងពីកន្លែងមួយทั้งចិត្តដល់កន្លែងពីរចិត្តដល់អីចឹងទៀតហើយងាកទៅមើលកញ្ចក់អីរៀងចម្លែកអីដែលគាត់ឃើញហ្នឹងណាពេលហ្នឹងគាត់អាចសន្និដ្ឋានមកថាចាយហ្នឹងប្រកាសជាខ្មោចឯងចឹងគ្រាន់តែគាត់គិតបានប៉ុណ្ណឹងភ្លាមអាយ៉ាកង់3អីគាត់ជិះទៅវិញឡើងលឿនអញ្ចឹងណាតែផ្លូវហ្នឹងគឺជាបានលឿនទេសារវារៀងក៏លុកវាមានអីច្រើនអីចឹងដែរគាត់ព្យាយាមជិះពេលដែលគាត់កំពុងជិះទៅហ្នឹងបងប្អូនដឹងមិនអត់គាត់ថាទៀតជិះរបៀបដូចអីធ្លាក់មកលើដបោគាត់លឺឡើងដឹបចឹងណាដល់ពេលអញ្ចឹងគាត់គឺអត់ឈប់ទេគាត់សង្ស័យប្រហែលជាខ្មោចលងគាត់ទៀតអីអញ្ចឹងហើយពេលហ្នឹងគាត់របៀបខ្លាចភ័យខ្លាចខ្លាំងរបៀបរៀងញ័រជីរៀងភ័យអីផងតែគាត់ព្យាយាមតាំងស្មារតីបងប្អូនព្រោះគាត់គិតថាតាមផ្លូវជីចិត្តដល់ផ្ទះគាត់ហ្នឹងគឺលែងមានដើមឈើដើមអីហេតុអីបានមានស្អីមកធ្លាក់លើដបោផាសស្អាតគាត់អញ្ចឹងណាអញ្ចឹងគឺរបៀបគាត់ដឹងថាប្រកាសជាខ្មោចលងគាត់អញ្ចឹងគាត់ទៅមុខទៀតជីរហូតអញ្ចឹងទៅក៏ទៅដល់កន្លែងដែលថាគាត់ទៅទិញទឹកណាបងប្អូនទៅទិញទឹកហ្នឹងវារបៀបថាមានផ្ទះគេនៅហ្នឹងប្រហែលជា3-4ផ្ទះហ៎បងប្អូនស្រាប់គាត់ជីទៅដល់ហ្នឹងគាត់ថាក៏លេចទៅអត់មានឃើញផ្ទះអីមួយពេលហ្នឹងគាត់រត់តាខ្លាចខ្លាំងជាងមុនទៀតរបៀបថាកន្លែងដែលគាត់ឈប់ទិញហ្នឹងវាអត់ឃើញសោះហ្មងចុងឥឡូវបើសិនជាយើងទាំងអស់គ្នាបងប្អូនប្រិយមិត្តដែលស្ដាប់បើសិនជាពេលហ្នឹងយើងវិញយើងប្រកាសជាខ្លាចខ្លាំងហ្មងហើយបន្ទាប់មកដឹងមិនអត់បងប្អូនបងភាពគាត់ក៏ជិះទៅមុខទៀតជីធ្វើម៉េចដើម្បីឲ្យដល់ផ្លូវដែលរបៀបថាអត់មានម៉ូតូមានឡានមានអីចឹងណាពេលហ្នឹងទ្រាំតែទៅដល់កន្លែងមានផ្លូវមានម៉ូតូមានឡានជីច្រើនគាត់ថារបៀបថាគាត់ក្នុងចិត្តគាត់រៀងអត់លែងសូវខ្លាចលែងសូវភ័យអីទៀតអញ្ចឹងណាហើយពេលហ្នឹងដឹងមិនអីហើយពេលហ្នឹងគាត់ក៏បានយកទូរស័ព្ទគាត់ហ្នឹងទៅប្រពន្ធគាត់ពេលហ្នឹងគាត់
តែទៅប្រពន្ធគាត់មិនទាន់បាននិយាយប្រាប់ប្រពន្ធគាត់ថាគាត់ជួបរឿងអីផងអីចឹងណាប្រពន្ធគាត់សួរថាថ្ងៃហ្នឹងប្តីឯងហេតុអីថ្ងៃហ្នឹងរៀងមកយូរអីចឹងណាដឹកណាគេតាណាតន័យអីចឹងទៅហើយយងភាពគាត់អត់ប្រាប់រឿងហ្នឹងទៅប្រពន្ធគាត់ដែរពេលដែលកំពុងជីចឹងគាត់អាចចង់ឲ្យរបៀបថាប្រពន្ធគាត់ដឹងពេលដែលគាត់បានជួបរឿងហេតុការណ៍ហ្នឹងចឹងទៅកុំឲ្យគេថារបៀបគាត់ភ័យខ្លាចប្តីគាត់អីចឹងណាហើយបងភាពគាត់ក៏និយាយថាអត់អីទេទីទៀតគាត់ទៅដល់ផ្ទះអីចឹងទៅដល់ពេលគាត់បងភាពហ្នឹងគាត់ក៏ជីមកផាសអាំទៅដល់ផ្ទះចឹងអីទៅបានគាត់និយាយប្រាប់តាណាតំណងដែលគាត់ដឹកចែម្នាក់ហ្នឹងទៅអីចឹងជួបហេតុការណ៍របៀបដែលមិននឹកស្មានថាគាត់ជួបចឹងណាដល់ពេលស្អែកឡើងទៅប្រពន្ធរបស់បងភាពហ្នឹងគាត់ក៏បាននាំបងភាពហ្នឹងទៅវត្តដើម្បីឲ្យលោកតាស្រោចទឹកស្រោចអីឲ្យចឹងទៅរំដោះគ្រោះរបៀបថាកុំឲ្យជួបរឿងចម្លែកអីចឹងទៀតចឹងណាហើយចាប់ពីពេលហ្នឹងទៅគាត់ក៏លែងបានរបៀបថាជួបរឿងអីចម្លែកនៅពេលដែលគាត់ហត់ដប់ពេលល្ងាចឬក៏រៀងយប់ម្ដងម្កាលទៀតហ្នឹងគឺគាត់លែងបានជួបអញ្ចឹងណាបងប្អូនហើយសាច់រឿងរបស់យើងគឺបានបញ្ចប់នៅធំហ្នឹងព្រោះគាត់គឺបានប្រាប់admin មកតែប៉ុណ្្នឹងទេចឹងរឿងនឹងដែរគឺវាអាចថាវាជាបទពិសោធន៍មួយដែរអញ្ចឹងណាសម្រាប់ឲ្យប្រិយមិត្តដែលបានស្ដាប់នឹងដូចជាបងហត់ផាសស្អាប់អញ្ចឹងគឺថាយប់ឡើងអីដឹកណាគេតាណាអីសួរគេមុនទៅអញ្ចឹងសួរគេច្បាស់លាស់អីអញ្ចឹងទៅកុំឲ្យថាចេញពីដឹកពីភ្នំពេញទៅរៀងឆ្ងាយអីអញ្ចឹងណាកុំឲ្យជួបរឿងហេតុការណ៍ដូចគាត់អញ្ចឹងខាតពេលខាតពលិហើយជួបរឿងអញ្ចឹងគឺរបៀបខ្លាចបងប្អូនហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសាច់រឿងរបស់យើងបានចប់នៅត្រឹមហ្នឹងអញ្ចឹងណាហ្នឹងហើយចាំបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ដាក់រូបកណ្ដឹងឲ្យ Channel មានម្នាក់ផងដើម្បីបានសាច់រឿងថ្មីបានទស្សនាអញ្ចឹងណាហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាជួបគ្នានៅឱកាសក្រោយបាយបាយ